អ្នកបម្រើតាមយន្តហោះបានដោះស្រោមជើងរបស់នាងនៅចំពោះមុខអ្នកដំណើរទាំងអស់នាងធ្វើដូច្នេះដោយសារតែប្រព័ន្ធចុះចតរបស់យន្តហោះមានបញ្ហាដែលបង្ខំឲ្យយន្តហោះចុះចតបន្ទាន់ការដោះស្រោមជើងរបស់នាងគឺដើម្បីការពារកុំឲ្យរបស់ធ្វើពីស្បែកដែលអាចបណ្ដាលឲ្យងាយឆេះក្នុងករណីមានអគ្គិភ័យមិនត្រឹមតែប៉ុណ្ណោះអ្នកបម្រើតាមយន្តហោះក៏បានស្នើសុំឲ្យអ្នកដំណើរទាំងអស់ដោះគ្រឿងអលង្ការទាំងអស់ផងដែរនៅពេលនោះយន្តហោះមានប្រេងគ្រប់គ្រាន់សម្រាប់ហោះបានតែប្រហែល10នាទីទៀតប៉ុណ្ណោះខណៈពេលនោះដែលក្រុមពន្លត់អគ្គិភ័យនៅលើដីក៏បានមកដល់ផ្លូវរត់របស់យន្តហោះផងដែរពួកគេបានបាញ់ពពុះឧស្ម័នទៅលើផ្លូវរត់នោះប្រហែល5គីឡូម៉ែត្រដើម្បីការពារភ្លើងឆេះពេលចុះចតមេបញ្ជាការពន្លត់អគ្គិភ័យបានសម្រេចចិត្តភ្លាមឲ្យបាញ់ពពុះឧស្ម័នតែលើតំបន់សំខាន់បំផុតប៉ុណ្ណោះក្នុងពេលជាមួយគ្នានេះដែរប៉ូលីសប្រដាប់អាវុធរាប់រយនាក់និងបុគ្គលិកពេទ្យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះដែរនៅពេលដែលអ្នកដំណើរបានដឹងថាយន្តហោះនឹងចុះចតជាបន្ទាន់អ្នករាល់គ្នាចាប់ផ្ដើមភ័យស្លន់ស្លោដោយនេះគឺជាព្រឹត្តិការណ៍ចុះចតបន្ទាន់ដ៏ពិតប្រាកដមួយដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនៅថ្ងៃទី10ខែកញ្ញាឆ្នាំ1998មានយន្តហោះដឹកអ្នកដំណើរប្រភេទ MD-11 ដែលហោះចេញពីទីក្រុងសៀងហៃហុងគៀវទៅកាន់ទីក្រុងប៉េកាំងបានហោះឡើងដូចធម្មតាដោយមានផ្ទុកអ្នកដំណើរចំនួន137នាក់ក្រោយពីយន្តហោះបានហោះឡើងបានប៉ុន្មាននាទីអ្នកបើកយន្តហោះបានកត់សម្គាល់ឃើញថាមានអ្វីខុសប្រក្រតីអំពូលសញ្ញាប្រព័ន្ធចុះចតដែលគួរតែមានពណ៌បៃតងស្រាប់តែប្រែជាពណ៌ក្រហមឃើញដូចនោះគាត់បានស្នើឲ្យជំនួយការអ្នកបើកបរដកប្រព័ន្ធចុះចតឡើងវិញហើយបន្ទាប់មកដាក់ចុះម្ដងទៀតប៉ុន្តែបន្ទាប់ពីបញ្ចប់ប្រតិបត្តិការអំពូលសញ្ញានៅតែមានពណ៌ក្រហមដោយដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហាអ្នកបើកបរយន្តហោះបានរាយការណ៍ជាបន្ទាន់ទៅកាន់ប៉មត្រួតពិនិត្យហើយបានបើកបរយន្តហោះដើម្បីត្រៀមវិលត្រឡប់មកវិញនៅពេលនោះដែលអ្នកដំណើរក្នុងកាប៊ីនបានឮថាយន្តហោះកំពុងវិលត្រឡប់មកវិញពួកគេទាំងអស់គ្នាមិនសប្បាយចិត្តសោះបុគ្គលិកពីលើដីក៏បានសង្កេតឃើញតាមរយៈកាមេរ៉ាត្រួតពិនិត្យថាប្រព័ន្ធចុះចតយន្តហោះមិនអាចបើកបានត្រឹមត្រូវនោះទេនេះមានន័យថាសូម្បីតែយន្តហោះវិលត្រឡប់មកវិញក៏ដោយក៏វាមិនអាចចុះចតបានដោយធម្មតាដែរមិនយូរប៉ុន្មានសំឡេងដ៏ទន់ភ្លន់របស់អ្នកបម្រើតាមយន្តហោះបានបន្លឺឡើងតាមប្រព័ន្ធបន្លឺសំឡេងដោយសារតែមានបញ្ហាមេកានិកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ប្រលានយន្តហោះហុងគៀវវិញជាបន្ទាន់ក្នុងពេលជាមួយគ្នានេះវិស្វកររបស់ក្រុមហ៊ុនអាកាសចរកំពុងប្រញាប់ប្រញាល់ទៅកាន់ប្រលានយន្តហោះពួកគេបានយល់ឃើញថានៅពេលដែលប្រព័ន្ធចុះចតមិនអាចដាក់ចុះបានយន្តហោះនឹងបង្កើតផ្កាភ្លើងយ៉ាងច្រើននៅពេលចុះចតដោយសារតែការកកិតដែលអាចបណ្ដាលឲ្យធុងសាំងអាចឆេះមិនយូរប៉ុន្មានប្រធានក្រុមហ៊ុនអាកាសចរមន្ត្រីជាន់ខ្ពស់និងសូម្បីតែអភិបាលក្រុងបានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលបញ្ជាការដើម្បីពិភាក្សាអំពីស្ថានភាពនេះមេបញ្ជាការជាន់ខ្ពស់ឈ្មោះចេនបានបងកើតគំនិតមួយថាយន្តហោះគួរតែចុះពីកម្ពស់ខ្ពស់ហើយមកនៅត្រឹមតែរយៈកម្ពស់30ម៉ែត្រពីលើដីបន្ទាប់មកត្រូវអូសវាឡើងលើយ៉ាងលឿនវិញវិធីនេះនឹងបង្កើតកម្លាំងប្រតិកម្មដែលអាចបង្ខំឲ្យប្រព័ន្ធចុះចតដាច់ចេញពីគ្នានៅពេលដែលយន្តហោះចុះមកដល់កម្ពស់ដែលបានកំណត់យឺតហើយអ្នកបើកបរបានទាញប្រដាប់បញ្ជាយ៉ាងខ្លាំងហើយរយៈកម្ពស់ក៏កើនឡើងដល់រាប់ពាន់ម៉ែត្រភ្លាមបណ្ដាលឲ្យអ្នកដំណើរភ័យស្លន់ស្លោប៉ុន្តែបន្ទាប់ពីបញ្ចប់សកម្មភាពនេះអំពូលក្រហមដែលបញ្ជាក់ពីបញ្ហានៅតែបន្តភ្លឺអ្នកបម្រើតាមយន្តហោះបានចាប់ទូរស័ព្ទភ្លាមដើម្បីនិយាយបន្ធូរអារម្មណ៍អ្នកដំណើរដែលសំឡេងនោះអាចធ្វើឲ្យពួកគេមានការស្ងប់អារម្មណ៍ក្រុមការងារដីគោកបានបង្កើតដំណោះស្រាយថ្មីទៀតគឺអ្នកបើកយន្តហោះត្រូវបិទយន្តហោះយ៉ាងស្រួចក្នុងល្បឿន300ដើម្បីបង្ខំឲ្យប្រព័ន្ធចុះចតចេញមកភ្លាមនោះភាពច្របូកច្របល់ខ្លាំងក៏បានកើតឡើងដល់អ្នកដំណើរទោះបីជាយ៉ាងណាមធ្យោបាយនេះនៅតែមិនអាចដោះស្រាយបញ្ហានោះបានក្រុមបញ្ជាការលើដីក៏បានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពនោះហើយពួកគេបានចល័តកម្លាំងទាំងអស់ដែលអាចធ្វើទៅបានដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់បំផុតដែលអាចនឹងកើតឡើងក្រុមហ៊ុន Boeing ទីបំផុតបានឆ្លើយតបទៅតាមរយៈសារថាដំណោះស្រាយដែលពួកគេស្នើគឺឲ្យបង្វិលប្រព័ន្ធធ្វើដំណើរការដែលជាប្រតិបត្តិការពិសេសនោះគឺពួកគេបានអនុវត្តរួចហើយកាលពីកន្លះម៉ោងមុនមេបញ្ជាការជាន់ខ្ពស់ចេនមានជំរើសចុងក្រោយមួយគឺឲ្យយន្តហោះចុះចតផ្នែកកន្ទុយជាមុនសិនហើយនៅពេលដែលប្រព័ន្ធចុះចតខាងក្រោយប៉ាដីអ្នកបើកត្រូវអូសផ្នែកខាងមុខឡើងលើយ៉ាងលឿននេះនឹងប្រើប្រាស់កម្លាំងប៉ះទង្គិចនិងកម្លាំងប្រតិកម្មដើម្បីបង្ខំឲ្យប្រព័ន្ធចុះចតខាងមុខដាច់ចេញពីគ្នាប្រធានក្រុមបានទូរស័ព្ទទៅកាន់ប្រធានអ្នកបម្រើតាមយន្តហោះហើយស្នើសុំឲ្យនាងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបន្ធូរអារម្មណ៍អ្នកដំណើរហើយត្រូវផ្លាស់ទីអ្នកដំណើរទាំងអស់ទៅកាន់កាប៊ីនខាងក្រោយប្រសិនបើសកម្មភាពនេះបរាជ័យនៅពេលដែលប្រព័ន្ធចុះចតខាងមុខប៉ះនឹងដីស្នាមភ្លើងនឹងឆាប់ឆេះយ៉ាងខ្លាំងនៅពេលនោះបន្ទប់អ្នកបើកបរនិងកាប៊ីនខាងមុខនឹងជាតំបន់ដំបូងគេដែលរងគ្រោះនៅពេលដែលអ្នកដំណើរបានឮថាពួកគេត្រូវផ្លាស់ទីពួកគេក៏ភ័យស្លន់ស្លោភ្លាមអ្នកខ្លះចង់យកអីវ៉ាន់របស់ពួកគេអ្នកខ្លះរុញអ្នកនៅពីមុខពួកគេហើយអ្នកខ្លះទៀតមិនដឹងថាមានរឿងអ្វីកើតឡើងអ្នកបម្រើតាមយន្តហោះបានមកកាន់កាប៊ីនខាងក្រោយហើយបង្ហាញអ្នកដំណើរពីឥរិយាបថការពារខ្លួនដោយឲ្យពួកគេលាតជើងចេញពីគ្នាបិទដៃហើយបិទក្បាលនៅចន្លោះដៃនេះនឹងកាត់បន្ថយផលប៉ះពាល់នៃការបុកទង្គិចជាអតិបរមានៅពេលនេះយន្តហោះបានចុះមកដល់កម្ពស់300ម៉ែត្រ
ហើយហៀបនឹងប៉ះនឹងដីធ្វើឲ្យអ្នកដំណើរភ័យខ្លាចជាខ្លាំងហើយអីវ៉ាន់អ្នកដំណើរក៏បានធ្លាក់ចុះមកពន្លឺក្រហមនោះដូចជាដៃនៃសេចក្តីស្លាប់ដែលហៀបនឹងឆក់យកជីវិតអ្នកដំណើរនិងនាវិកទាំង137នាក់នៅលើយន្តហោះនោះអញ្ចឹងដែរហើយប្រេងឥន្ធនៈក៏ជិតអស់ដែរដោយនៅសល់ពេលហោះតិចជាង30នាទីប៉ុណ្ណោះនៅក្នុងកាប៊ីនយន្តហោះអ្នកបើកបរទាំងអស់បានជក់បារីមួយដើមជាការបន្ធូរអារម្មណ៍មនុស្ស4នាក់ក្នុងកាប៊ីនបាននិយាយពីកូននិងគ្រួសាររបស់ពួកគេដែលជាការលួងលោមតែមួយគត់នៅគ្រាដែលពួកគេជិតជួបនឹងសេចក្តីស្លាប់មជ្ឈមណ្ឌលបញ្ជាការលើដីបានផ្ដល់យោបល់ឲ្យប្រធានក្រុមបើករនាងច្រកចេញដើម្បីមើលថាតើមនុស្សអាចបន្ទាបឧបករណ៍ចុះចតដោយដៃបានដែរឬទេជាការពិតណាស់ការធ្វើបែបនេះគឺប្រថុយគ្រោះថ្នាក់ខ្លាំងបើមានកំហុសតែមួយជំហានខ្យល់បក់អាចបក់បោកមនុស្សម្នាក់ទៅបាត់ដូច្នេះការប្រថុយឬមិនប្រថុយគឺអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេទាំងស្រុងប្រធានក្រុមបានបើកយន្តហោះចុះដល់កម្ពស់450ម៉ែត្រដើម្បីបន្ថយសម្ពាធខ្យល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយនាវិកម្នាក់បានចងនៅខ្សែសុវត្ថិភាពប៉ុន្តែមិនថាពួកគេចងខ្សែឲ្យតឹងប៉ុណ្ណានោះទេក៏សម្ពាធខ្យល់ដ៏ខ្លាំងក្លានៅទីកម្ពស់នោះនឹងអាចធ្វើឲ្យគេមានគ្រោះថ្នាក់គ្រប់ពេលសហអ្នកបើកបរបានចាប់បើកកម្រាលឥដ្ឋយកញញួរមួយហើយត្រៀមចេញទៅក្រៅប្រធានក្រុមបានព្យាយាមរក្សាលំនឹងយន្តហោះឲ្យបានខ្ជាប់ខ្ជួនតាមដែលអាចខណៈដែលនាវិកឯទៀតកាន់ខ្សែសុវត្ថិភាពជាប់នៅពេលសហអ្នកបើកបរបើករនាងច្រកចេញញើសត្រជាក់លើមុខរបស់គាត់ត្រូវខ្យល់បក់បាត់ភ្លាមដោយគាត់សុខចិត្តស៊ូទ្រាំនឹងការឈឺចុកចាប់ថប់ដង្ហើមគាត់បានចុះទៅក្រោមយន្តហោះសហអ្នកបើកបរបានវាយឧបករណ៍ចុះច្រម្ដងហើយម្ដងទៀតដោយញួរប៉ុន្តែគាត់បានរកឃើញថាប្រអប់ចាក់សោរបស់ឧបករណ៍ចុះចតត្រូវបានបាក់នេះមានន័យថាគាត់មិនអាចស្ដារឧបករណ៍ចុះចតឡើងវិញបានឡើយឥឡូវនេះនៅសល់តែជម្រើសតែមួយគត់គឺការចុះចតដោយប្រថុយមជ្ឈមណ្ឌលបញ្ជាលើដីបានចាប់ផ្ដើមពិភាក្សាអំពីផែនការភ្លាមតាមទ្រឹស្ដីគ្រោះថ្នាក់នៃការចុះចតដោយបែបនោះគឺមិនអាចទៅរួចទេប៉ុន្តែវាគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះនៅលើពិភពលោកមានករណីជោគជ័យនៃការចុះចតបែបនេះតិចតួចណាស់ពីព្រោះថាតើវាជោគជ័យឬអត់គឺអាស្រ័យទាំងស្រុងលើផ្នែកណានៃយន្តហោះប៉ាដីមុនគេប្រសិនបើជ្រមុះយន្តហោះប៉ះមុនវានឹងបង្កើតផ្កាភ្លើងជាច្រើនពីការគិតជាមួយដីដែលអាចបញ្ឆេះធុងសាំងនិងម៉ាស៊ីនបន្ទាប់មកបំណែកយន្តហោះនឹងរអិលចេញពីផ្លូវរត់ហើយទៅបុកចូលអគារប្រលានជម្រើសមួយទៀតគឺត្រូវចុះចតលើស្មៅតែដោយសារកម្លាំងយន្តហោះមិនគ្រប់គ្រាន់ទើបមិនអាចផ្ដល់កម្លាំងហ្វ្រាំងចាំបាច់បានការគិតយ៉ាងខ្លាំងពីស្មៅអាចបំបែកតួយន្តហោះជាពីរដែលនាំឲ្យយន្តហោះត្រូវបំផ្លាញទាំងស្រុងនិងបាត់បង់ជីវិតទាំងអស់ចុងក្រោយលោកជេននៅតែសម្រេចចិត្តឲ្យចុះចតលើផ្លូវរត់ដោយត្រូវតែបាញ់ពពុះឧស្ម័នទប់ស្កាត់ភ្លើងលើផ្លូវរត់ជាមុនដើម្បីកាត់បន្ថយហានិភ័យនៃអគ្គិភ័យឲ្យតិចបំផុតប៉ុន្តែរថយន្តពន្លត់អគ្គិភ័យដែលមានគឺមិនគ្រប់គ្រាន់ទាល់តែសោះរាប់បញ្ចូលទាំងពេលប្រេងសាំងសល់នៅសល់តែ40នាទីប៉ុណ្ណោះរថយន្តពន្លត់អគ្គិភ័យទាំងអស់អាចបាញ់ពពុះឧស្ម័នបានផ្លូវប្រវែងអត្ថបរមា300ម៉ែត្រប៉ុណ្ណោះដែលសល់ចម្ងាយ1គីឡូម៉ែត្រនៃល្បឿនយន្តហោះដែលគេរំពឹងទុកហើយមជ្ឈមណ្ឌលបញ្ជាសម្រេចចិត្តបាញ់ពពុះឧស្ម័នតែសងខាងនៃផ្លូវរត់ហើយបើមានពេលក៏បន្តបាញ់ត្រង់កណ្ដាលតាមលក្ខខណ្ឌបានកំណត់ពួកគាត់នឹងកាត់បន្ថយហានិភ័យនៃអគ្គិភ័យឲ្យទាបបំផុតតាមដែលអាចពេលនោះប្រធានក្រុមបាននិយាយថាទូក្រោយនៃយន្តហោះនឹងក្លាយជាកន្លែងមានសុវត្ថិភាពបំផុតក្នុងពេលចុះចតហើយបានស្នើឲ្យប្រធានអ្នកបម្រើតាមយន្តហោះយកអ្នកដំណើរទាំងអស់ទៅកន្លែងនោះបន្ទាប់ពីបានបញ្ជាអ្វីគ្រប់យ៉ាងរួចប្រធានក្រុមបាននិយាយលាភរិយារបស់គាត់រួចគាត់បែរខ្នងយ៉ាងមុតមាំហើយដើរត្រឡប់ចូលទៅក្នុងកាប៊ីនយន្តហោះប្រធានអ្នកបម្រើតាមយន្តហោះបានសុំឲ្យអ្នកដំណើរដកវត្ថុមុតស្រួចទាំងអស់ចេញរួមទាំងស្បែកជើងនិងស្រោមជើងផងប្រធានក្រុមបានស្នើសុំនិយាយជាមួយមេបញ្ជាការជាន់ខ្ពស់ហើយបានប្រគល់កូនរបស់គាត់ឲ្យចេញជាមុនប្រធានក្រុមបានបញ្ជូនមន្ត្រីទី2ដែលក្មេងជាងគេឲ្យចេញពីកាប៊ីនហើយប្រាប់គាត់ឲ្យទៅរក្សាសណ្ដាប់ធ្នាប់នៅទូខាងក្រោយអ្នកដែលនៅសល់ក្នុងកាប៊ីនឥឡូវនេះគឺសុទ្ធតែជានាវិកដែលមានបទពិសោធន៍ជាមួយស្វិតមកហើយពួកគេទាំង3នាក់បានច្របាច់កណ្ដាប់ដៃគ្នាយ៉ាងតឹងមុនចាប់ផ្ដើមមជ្ឈមណ្ឌលបញ្ជាលើដីបានរំសាយផ្លូវរត់ជាបន្ទាន់ពពុះឧស្ម័នប្រវែងជាច្រើនរយម៉ែត្រត្រូវបានបាញ់រួចរាល់រថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះបន្ទាន់បានឈរត្រៀមនៅជុំវិញផ្លូវរត់យន្តហោះចាប់ផ្ដើមចុះចតបន្ទាន់ភ្លើងទាំងអស់នៅក្នុងយន្តហោះរលត់អ្នកបម្រើតាមយន្តហោះបានស្រែកបញ្ជាឲ្យពុតខ្លួនត្រៀមប្រធានក្រុមបានទាញប្រដាប់បញ្ជាអស់ពីកម្លាំងដើម្បីបន្ថយល្បឿនយន្តហោះឲ្យតិចបំផុតឧបករណ៍ចុះចតខាងក្រោយបានប៉ះទៅនឹងដីដោយជោគជ័យយន្តហោះក៏បានរអិលលើស្រទាប់ពពុះឧស្ម័នទប់ស្កាត់ភ្លើងប្រធានក្រុមបានទាញប្រដាប់បញ្ជាដើម្បីរក្សាជ្រមុះយន្តហោះឲ្យឡើងលើប៉ុន្តែស្រទាប់ពពុះឧស្ម័នមិនវែងគ្រប់គ្រាន់ទេហើយជ្រមុះយន្តហោះនៅតែបុកប៉ះដីដែលនឹងបង្កើតផ្កាភ្លើងហើយតួយន្តហោះញ័រយ៉ាងខ្លាំងរថយន្តពន្លត់អគ្គិភ័យនៅខាងក្រៅបានឈរត្រៀមរួចជាស្រេចដើម្បីពន្លត់ភ្លើងគ្រប់ពេលប្រធានក្រុមបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាយន្តហោះឲ្យមានសុវត្ថិភាពទីបំផុតពួកគេបានចូលដល់ផ្នែកចុងក្រោយនៃផ្លូវរត់ដែលគ្របដណ្ដប់ដោយពពុះឧស្ម័នរថយន្តពន្លត់អគ្គិភ័យបានបើកកាំភ្លើងទឹករបស់ពួកគេដើម្បីធ្វើឲ្យយន្តហោះត្រជាក់ប៉ូលីសប្រដាប់អាវុធត្រូវបានបញ្ជូនមកជួយសង្គ្រោះអ្នកដំណើររថយន្តសង្គ្រោះឈរចាំត្រឹមតែ20ម៉ែត្រប៉ុណ្ណោះអ្នកបម្រើតាមយន្តហោះបានបើកទ្វារច្រកចេញបន្ទាន់ស្លាយសម្រាប់រអិលបានប៉ង់ឡើងភ្លាមនោះ
អ្នកដំណើរក៏រត់សម្រុកទៅកាន់ទ្វារចេញហើយរអិលចុះម្ដងម្នាក់ដោយមានជំនួយពីបុគ្គលិកលើដីពួកគេបានជម្លៀសលួនចេញពីផ្លូវរត់ជាបន្ទាន់នៅពេលដែលអ្នកដំណើរទាំងអស់បានជម្លៀសខ្លួនអស់ហើយប្រធានអ្នកបម្រើតាមយន្តហោះក៏ប្រញាប់ទៅកាន់កាប៊ីនហើយបានឃើញប្រធានក្រុមបានអស់កម្លាំងទាំងស្រុងហើយអង្គុយមិនរើនៅលើកៅអីអ្នកបើកបរតាមពិតទៅពួកគេទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាតែពួកគេបានឆ្លោះទាស់ទែងគ្នាមុននឹងឡើងលើយន្តហោះហើយបំរុងនឹងចែកផ្លូវតែបន្ទាប់រួចពីសេចក្តីស្លាប់ដោយសារគ្រោះថ្នាក់នេះពួកគេទាំងពីរក៏បានបំភ្លេចចោលនៅកំហឹងទាំងឡាយហើយត្រឡប់មកត្រូវគ្នាវិញ